បាទសួស្តីបងប្អូនបាទថ្ងៃនេះបានអ្នកចិត្តខាងទៀតទៅត្រីយកមកឲ្យត្រីធំមកបងប្អូនត្រីអាមេរិកមកកេះបងប្អូនបាទត្រីអាមេរិកមិនដឹងជាត្រីស្អីទេខ្ញុំមិនស្គាល់ដែរមិនដឹងត្រីអីទេបងប្អូនអើយគេស្ទូចបាទគេយកមកឲ្យគេញ៉ាំអត់អស់ ដុតម្បិលម្ដងមើលឲ្យមកកេះហ្មងត្រីហ្នឹងដុតម្បិលមើលស្លឹកក្រូចសើចសិនឥឡូវសើចដាំក្បែរផ្ទះយកទៅសើចធ្វើត្រីដុតក្បែរផ្ទះដុតម្បិលម្ដងមើលផ្សំគ្រឿងញាត់ចូលពោះបាទនេះជាមួយសក្កីមានដេងមានអីហ្នឹងកាច់ញាត់បាទសក្កីគូដេងមានខ្ទឹមសបាទរួមស្លឹកខៃទីទៅសក្កីស្រស់ស្លឹកគ្រៃស្រស់បែបផ្ទះមិញដែរបាទជាមួយស្លឹកគូសើចថែមជាមួយដេងញាត់ចូលទៅចិត្តញាត់ទៅដើម្បីឲ្យវាបាត់មាត់ឆ្អាបតិចដែរបាទមានដេងញាត់សើចមែនហ្នឹងហើយនឹងសក្កីផ្ដើមទៅចូលមាត់វាបាទប៉ុណ្ណឹងចប់មកយកទឹកខ្មេះមកលាបវាតិចលាបវាសពទៅដើម្បីកាត់ឆ្អាបបងប្អូនកាត់ឆ្អាបទឹកខ្មេះយើងហ្នឹងជួយកាត់ឆ្អាបបានព្រោះមិញមិនលាងម្សៅលាងអំបិលតែឥឡូវយើងហើយខ្ញុំយកអំបិលយកមកលាយជាមួយនឹងម្សៅដាក់អំបិលទៅជាមួយនឹងម្សៅឆាទីទៅដើម្បីឲ្យជាប់ស្អិតជាប់នឹងចូលចាប់ស្កាត់ជាមួយនឹងស្បែកនឹងជាមួយនឹងស្កាត្រីរបស់យើងហើយរុញពីកមកចូលស្កាដាក់ចូលពោះដាក់ចូលក្បាលទីទុយជាតិប្រៃឡំជាតិបាទអំបិលប្រៃប៉ុណ្ណឹងលាបឲ្យសពហើយសំលាបឲ្យសពទៅយកទៅអាំងហើយបានយើងយកទៅអាំងឥឡូវទៅកាត់ភ្លើងរយហើយនេះបាទបងប្អូនខ្ញុំចាំឲ្យពិសោះបានដាក់ត្រីអាំងពីហ្មងបងប្អូនថ្ងៃនេះញ៉ាំទៅផ្ទះមួយយកទៅឲ្យប្រពន្ធធ្វើការមួយបាទឥឡូវនេះអាំងឡើងពណ៌កលាតទីហើយកលាតឆ្នូតទីហើយញ៉ាំបានបងប្អូននេះទឹកត្រី7ទុំមិនបានថតបងប្អូនគឺលាយខ្លួនឯងគឺមាន7ទុំមានស្ករមានទឹកត្រីអញ្ចឹងទៅមានខ្ទឹមក្រហមខ្ទឹមសសៅស៊ុបសៅអីលាយចូលគ្នាទៅបងប្អូនមកល្មមញ៉ាំបានភ្លក់មើលទៅខ្ញុំអត់បានថតដែរចាំនៅក្រោយសំថតព្រោះបញ្ញាពេកបាទនេះយើងយកមកវិខ្ចប់ញ៉ាំជាមួយសាឡាត់ជាមួយនឹងស្ដៅនេះស្ដៅទិញគេនៅអាមេរិកនេះទេបាទដាក់ជាមួយនំបញ្ចុកហ្នឹងទៅបាទនេះយកមកឲ្យប្រពន្ធនៅកន្លែងធ្វើការជ្រលក់កោញាត់ចូលមាត់ផ្លឹបបាទឆ្ងាញ់ណាស់បងប្អូនអើយបាទខែនេះខែភ្លៀងក្តៅជាក់ផងបាទនេះបងប្អូននៅកន្លែងធ្វើការចែកគ្នាហូបត្រីយកមកមួយទុកនៅផ្ទះមួយហូបត្រីដុតអំបិលបាទនៅស្រុកអាមេរិកបងប្អូនបាទមានតែប៉ុណ្្នឹងបងប្អូនអើយអរគុណច្រើនណាស់ញ៉ាំជាមួយនឹងបាញ់ត្រាងនោះក៏បានដែរបងប្អូន